ដល់ក៏ប្អូនខ្ញុំហើយទុកកូនចោលរត់មករំណារំដល់តធ្លាក់អំណាតអាយូចខាងនេះក្បាច់អីគេតាក់ធីនណយកធីតធីតតាក់ធីនណយ កធីតធីតនិយាយរួមទៅអូក្បាច់នឹងស្អីទេឆ្នាំ2026នេះក្បាច់អីក៏មានដែរមុននឹងបន្តវីដេអូកុំភ្លេចចុច follow page របស់ admin ម្នាក់មួយផងដើម្បីទទួលបានវីដេអូកំសាន្តក៏ដូចជាវីដេអូដំណើរកំសាន្តផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរនេះគឺជាវីដេអូថ្ងៃទី2នៃសង្ក្រាន្តវត្តកំពង់ស្បូវនៅខាងភូមិតាអោកឃុំឈូកស្រុកប្រាសាទសំបូរខេត្តកំពង់ធំហើយពេលថ្ងៃទី1ក៏មានមនុស្សច្រើនដល់ពេលមកថ្ងៃទី2នេះមនុស្សកាន់តែច្រើនលើសពីថ្ងៃទី1ទៅទៀតអ្នកណាខ្លះបានទៅលេងទាំង2ថ្ងៃជួយ comment ម្នាក់មួយប្រាប់ admin ផងនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តកំពង់ស្បូវនេះគេមានរៀបចំកម្មវិធីជាច្រើនមានតាំងពីល្បែងកំសាន្តមានទាំងការរាំលេងកំសាន្តនៅពេលថ្ងៃគេរាំជាមួយនឹងក្រុម DJ ហើយ DJ នោះមានរហស្សនាមថា DJ Solar គ្រាន់តែខ្ញុំដើរទៅដល់មិនទាន់បានឈមមើលគេល្អអាចផងប្រកាសហៅឲ្យឡើងមកលើឆាកសូមគ្រប់អញ្ជើញប្រុសញ៉ាញ់ admin ប្រចាំខេត្តកំពង់ធំខ្ញុំម្នេះភ្ញាក់ឲ្យឡើងព្រឺតតែហ្មងហើយក៏អរគុណដល់បងស្រីនិងក្រុមគ្រួសារដែលបងគ្នាផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើងដែលធ្វើឲ្យព្រឹត្តិការណ៍មួយនេះកាន់តែសប្បាយអ៊ូអរថែមទៀតអូមិនដឹងថាមនុស្សម្នាមកពីណាទេឡើងច្រើនកោះកខាប់ទៅដឹសតែម្ដងមើលតែភ្នែកឡើងសសព្រុះហើយមិនបាច់មើលតែជើងទេតែមើលតែជើងបែកភក់វល់ដល់ផ្ទះវិញទាំងបោកប្រមាណទឹកទេបានជ្រះនោះទាំងអ្នកភូមិខ្ញុំទាំងអ្នកភូមិគេទាំងអ្នកមកពីសណ្ដានទាំងអ្នកមកពីកំពង់ស្វាយជួបជុំគ្នាហើយនៅក្នុងវត្តតាអោកនេះសម្រាប់ខ្ញុំសូមរៀបឲ្យ10លើ10ហើយនៅពេលរសៀលគេរាំលេងជាមួយនឹងក្រុម DJ ហើយនៅពេលយប់គេមានកម្មវិធីរាំធនដល់ទៅ2រាត្រីនោះ2ថ្ងៃ2យប់ញាក់សាច់ត្មងវត្តកំពង់ស្បូវម្នាក់បន្ទាប់ពីចប់កម្មវិធីនេះដឹងតែទិញថ្នាំលេបរៀងខ្លួនហើយបើនិយាយពីអ្នកមករាំលេងវិញនិយាយពីថាមកអស់ហើយទាំងកូនង៉ែតកូនងាកំឡោះកំមុំពូមៀមីងអ៊ំជាពិសេសអ្នកមានកូនទុកកូនចោលនៅផ្ទះនោះសុខចិត្តរត់មករាំលេងណាមិនធម្មតាណាអ្នកខ្លះច្បាស់ជាឆ្ងល់ថាមានកម្មវិធីច្រើនមិនបានឃើញតែរាំលេងកំសាន្តអញ្ចឹងតាមពិតទៅគេលេងតាំងពីថ្ងៃតាំងពីម៉ោង2អីទៅប៉ុន្តែខ្ញុំដោយសារតែខ្ញុំជាប់កាត់វីដេអូផងទៅរាំរួចម៉ោង3ជាងបានខ្ញុំចេញទៅដល់ពេលទៅដល់គេលេងចាប់អស់បាត់ហើយនឹងដល់វគ្គគេរាំលេងកំសាន្តតបាត់ជួបជាមួយនឹងក្រុម DJ ខ្ជូតរបស់យើងពុកម៉ែបងប្អូនណាដែលមានតម្រូវការចង់ចាក់កម្មវិធី DJ រាំលេងកំសាន្តទេអាចតាក់ទងទៅកាន់ពួកគាត់បានចាំខ្ញុំ mention ឈ្មោះដាក់ link នៅខាងក្រោមវីដេអូនឹងឲ្យស្មោះពេលស្កាយអត់ស្កាយស្មោះអត់សូមហួយខ្លួនឯងមួយបានអត់សូមនេះស្កាយអើយ DJ let's go លើកដៃឡើងទៅដល់គ្នាស្កាយអើយជួយស្ដាប់គ្នាអូខេសូមស្ដាប់ជាមួយស្កាយលើកដៃឡើងទៅដល់គ្នាជីវិតថាម្នាក់បញ្ចេញក្បាច់អស់ហើយតាំងពីក្បាច់សេរីចាស់រហូតដល់ក្បាច់សេរីថ្មី2026នេះអ្នកខ្លះខ្លាចតាមត្រេតគេអត់ទាន់ណាខំហាត់រាំទាំងយប់ទាំងថ្ងៃដើម្បីត្រៀមថ្ងៃសង្ក្រាន្តនឹងលេងយកមកអស់ដៃហ្មងមានឲ្យរាំមកចាញ់គេទេរាំតាំងពីបើកបាសរហូតដល់បិទបាសវិញមួយឆ្នាំមានតែម្ដងទេនាំគ្នាលេងឲ្យអស់ដៃហ្មងទៅណាមួយទៀតគេត្រៀមអាយុពី18ឆ្នាំទៅដល់25ឆ្នាំត្រៀមចូលធ្វើទាហានមុននឹងចូលធ្វើទាហានទេណែមកញាក់ឲ្យអស់ដៃសិនណាទៅចូលវឹកហាត់ទាហានអត់សូវបានសប្បាយអញ្ចឹងទេនិយាយមែនសូមសរសើរដល់បងប្អូនទាំងអស់គ្នាដែលនៅខាងតាអោកហ្នឹងអត់មាននាំគ្នាលេងម្សៅអីណាលេងដែរប៉ុន្តែលេងតិចតួចបំផុតហ្មងសឹងថា 1% ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូអញ្ចឹងម្នាក់មុខអត់មានប្រឡាក់ម្សៅអីទេអត់សូវសប្បាយរឿងប៉ាត់ម្សៅនឹងទេប៉ុន្តែអាសប្បាយចិត្តខ្លាំងគឺអាសប្បាយនៅពេលរាំនឹងហ្មងអ្នករាំលើដីវិញឡើងបែកភក់វល់ហ្មងអ្នករាំលើលម៉កវិញយកលម៉កឡើងចង់ហោះលម៉កហើយអ្នករាំលើឡានវិញយកចង់ដាច់កង់ឡានហើយអ្នកដែលរាំលើឆាកវិញយកឆាកឡើងចង់លបើកជើងម្ដងអ្នកម្នាក់និយាយពីថាแชร์ថាដេកផ្ទះស្អាតប៉ុន្តែមិនបាច់មើលក្នុងវីដេអូនឹងទេមុខអ្នកแชร์នឹងឯងនៅក្នុងវីដេអូនឹងទាំងអស់អ្នកខ្លះក៏សុំប៉ាម៉ាក់មកទៅហើយអ្នកខ្លះទៀតនោះលួចពាត់ប៉ាម៉ាក់មកចឹងហើយការពីម្សិលប៉ាម៉ាក់ណាដែលបាត់កូនអីមិនបាច់ថាបាត់តាណាទេមកកន្លែងនឹងឯងមើលទៅក្នុងវីដេអូនឹងទៅឃើញមុខហើយច្បាស់កន្លែងហើយប្រពន្ធខ្លះណែយកកូនទៅឲ្យប្តីមើលរត់ចូលមកវងរាំហើយប្តីខ្លះយកកូនទៅឲ្យប្រពន្ធមើលក៏រត់ចូលមកវងរាំដែរហើយប្តីក៏មិនព្រមទទួលហើយប្រពន្ធក៏ព្រមទទួលដូច្នេះហើយយកកូនទៅទុកនិយាយសិនចូលនាំប្រពន្ធចូលវងរាំសិន
តាំងពីដើមមកដល់លើខ្ញុំទៅទៅចូលវត្តកំពង់ស្បូវនឹងលើកទី1ណាមិនដឹងថារាល់ឆ្នាំហ្នឹងមនុស្សច្រើនចឹងដែរអត់គេចំណាក់ស្រុកចេញទៅធ្វើការអស់ច្រើនផងនៅមានមនុស្សប៉ុណ្ណឹងចុះតម្រាំតែអត់ចំណាក់ស្រុកទៀតមិនដឹងថាមានមនុស្សច្រើនប៉ុណ្ណាមកចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះនៅក្នុងវត្តតាអុកហ្នឹងសប្បាយមិនសប្បាយសួរតែអ្នករួមទៅដឹងហើយអ្នកខ្លះរួមទៅបាត់ស្បែកជើងអ្នកខ្លះរួមទៅដាច់ស្បែកជើងអ្នកខ្លះទៀតរួមទៅដាច់ជើងខោអ្នកខ្លះទៀតគេមានសង្សារតែគេរួមមួយសង្សារទៀតទៅអ្នកខ្លះទៀតក៏មានសង្សារមករួមបែកគ្នាមួយសង្សារក៏មានដែរនិយាយរួមទៅព្រឹត្តិការណ៍មួយនឹងមានសពគ្រប់បែបយ៉ាងតែហ្មងមើលណារកខ្លួនឯងឃើញនៅក្នុងវីដេអូរបស់ខ្ញុំទេ screenshot ឲ្យ comment ម្នាក់មួយមើលតែបើថាកំមុំ single អីទេអាចឆាត់មកលេង admin ក៏បានដែរចង់ឆាតមកលេងក៏បានចង់ឆាតមកញ៉ែក៏បានតែហាមឆាតមកបោក admin ពីព្រោះថាខ្ញុំនេះជួបច្រើនហើយគេបោកនឹងឯងនៅតែគេស្មោះមិនតបានជួបអ្នកដែលទៅធ្វើការផុតមិនដឹងថាជាស្ដាយយ៉ាងណាទេក្នុងចិត្តប្រហែលជាគិតថាអញគួរមកមុនសោះអញគួរទៅមុនសោះនេះអ្នកខ្លះវិញតែដេកផ្ទះវិញថាអញបានទៅលេងបែបសប្បាយគេបាត់អង្គូណាដេកផ្ទះសោះអ្នកខ្លះខកចិត្តសង្សារអត់ទៅយកមកលេងណាអ្នកខ្លះខកចិត្តម៉ែឪឲ្យមកហើយប៉ុន្តែអត់មានអីជីខ្លះទៀតមានអីជីហើយតែម៉ែឪអត់ឲ្យមកនេះហើយជីវិតម្យ៉ាងម្នាក់ទេតែមិនអីទេចូលឆ្នាំនេះមិនបានដើរលេងរងចាំដល់ថ្ងៃប្រជុំម្ដងបើថាប្រជុំមិនបានដើរលេងទៀតចាំចូលឆ្នាំទៀតទៅចាំចុះចាំឡើងមិនបាច់ចាំបណ្ដោយទេហើយខ្ញុំមិនអស់ខ្យល់ហើយទៅថតនឹងថតទាំងឈឺទេហើយរៀបចេញមកវិញក៏ដើរថតតាមផ្លូវបន្តិចទៅក៏ជួប fan អញ្ចឹងselfie ជាមួយនឹងពួកគាត់តិចទៅមនុស្សខ្ញុំតែកណាញ់អីឲ្យតែចង់ចូលវីដេអូរបស់ខ្ញុំឲ្យចូលហើយតែបើចង់ចូលមើលផងថាខ្ញុំមកថតវីដេអូឬក៏មកធ្វើអីបើខ្ញុំទៅអង្គុយលេងញ៉ាំអីទេមិនបាច់សុំចូលវីដេអូទេតែខ្ញុំអត់មានកម្រងឲ្យខ្ញុំអត់ថតទេវីដេអូតែបើថាថតរូបភាពថតបានបើរឿងថតវីដេអូតើខ្ញុំមានកម្រងថាត្រូវថតដើម្បីអីបានខ្ញុំថតបើសិនជាអត់មានកម្រងទេខ្ញុំអត់ថតទេណាវីដេអូណាចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like ចុច share វីដេអូនេះម្នាក់មួយផងអរគុណច្រើនសូមជម្រាបលា